គេសួស្តីអ្នកនរគ្នាចឹងថ្ងៃនេះយើងនឹងទៅរៀនអំពី AI មួយប្រភេទដែលងាយស្រួលក្នុងការបង្កើតរូបភាពចឹងខ្ញុំនឹងបង្ហាញអ្នកនរគ្នាទាក់ទងនឹងកម្មវិធីមួយដែលមានឈ្មោះថា Canva ចឹង Canva មានទូនាទីច្រើនណាការធ្វើរបស់វាអញ្ចឹងយើងមុនដំបូងយើងចូលទៅ website របស់វាសិនទៅគឺសេវាថា canva.com ទេ canva.com អូខេអញ្ចឹងដំបូងយើងអាចចូលទៅ login ទៅតែនេះគឺជាអ្វីដែលខ្ញុំបាន login ហើយអញ្ចឹងយើងចូលទៅកន្លែងCanva AI នេះនៅត្រង់នេះចុចលើវាមក Canva AI អញ្ចឹងស្រួលទេ Canva AI អញ្ចឹងយើងអាចបង្កើតរូបភាពដែលយើងចង់បានចុះឧទាហរណ៍ថាឥឡូវយើងចង់បង្កើតរូបកូនឆ្កែមួយអញ្ចឹងយើងដាក់ពាក្យថា10សេទៅ10ទៅហើយចេញជូនអញ្ចឹងចាំបន្តិចវានឹងបង្ហាញរូបឲ្យយើងអញ្ចឹងវាមានរូបជាច្រើនឲ្យយើង select យើងចង់បានមួយណាយើង select យកមួយនោះអញ្ចឹងមានរូបច្រើនអញ្ចឹងយើង select មួយណាយកមួយនោះអូខេអញ្ចឹងជាកម្មវិធីមួយដែលបង្កើតរូបភាពដោយស្រួលចឹងយើងចង់បានរូបអីគេរូបបញ្ឈររូបផ្ដេករូបបញ្ឈររូប4ជ្រុងរូបចតុកោណឬក៏រូបផ្សេងតាមទំហំដែលយើងចង់បានអញ្ចឹងយើងជ្រើសរើសតាមនោះឥឡូវឧទាហរណ៍ថាយើងចង់បង្កើតរូបកូនឆ្កែនៅក្នុងសួនច្បារមានក្មេងប្រុសក្មេងស្រីឥឡូវយើងបង្កើតអស់នេះទីយើងអាចថា create a doc create a doc ទៅមក is running យើងចង់ឲ្យវារត់នៅ in the garden អញ្ចឹងយើងចង់ឲ្យវាធ្វើអីយើងប្រាប់តាមនឹងទៅ in the garden ឥឡូវយើងចង់បានក្មេងស្រីមួយ and playing okay and playing with a small girl and a small boy and small girl and a small boysចឹងយើងសេប៉ុណ្ណឹងហើយយើងចុចបញ្ជូនអញ្ចឹងយើងចាំតែមើលរូបភាពទាំងអស់នេះទៅវាចេញแบบណាអញ្ចឹងនៅពេលយើងចង់បង្កើតអីយើងសរសេរតាមហ្នឹងទៅយើងសរសេរជាខ្មែរក៏បានសរសេរជាអង់គ្លេសក៏បានអញ្ចឹងងាយស្រួលនេះរូបភាពដែលវាបង្ហាញឲ្យយើងអញ្ចឹងយើងឆ្លាញ់មួយណាយើងយកមួយហ្នឹងមកឆ្លាញ់មួយណាយើងយកមួយហ្នឹងចុចពាក្យ download មកលើយើងចង់បានចុចពាក្យ download មកចេញមកឲ្យយើងនៅក្នុងនេះអញ្ចឹងចេញរូបមកឲ្យយើងក្នុងនេះនេះទៅមើលរូបភាពអស់អូខេអញ្ចឹងនេះជារូបភាពដែលវាបង្កើតឡើងអញ្ចឹងCanva មានទូនាទីធ្វើវីដេអូធ្វើជារូបភាពធ្វើជាឯកសារ Word Excel ធ្វើជា file presentation អញ្ចឹងមានច្រើនអញ្ចឹងថ្ងៃក្រោយយើងនឹងរៀនតែទៀតថ្ងៃនេះយើងរៀនតែទាក់ទងរូបភាពមួយទេអរគុណច្រើនដែលបានចូលទស្សនាទាំងអស់គ្នាអរគុណ